បាទសួស្តីឃើញខ្យល់បក់ផ្កាលឿងល្វិចល្វិចបែបនេះសួរថានៅទីតាំងណាបាទសូមណែនាំទីតាំងនេះគឺស្ថិតនៅក្នុងខេត្តកំពង់ស្ពឺយើងមានសិស្សដែលគាត់សិក្សាផ្នែកកសិកម្មហើយគាត់ក៏ចាប់ផ្ដើមដាំដំណាំផ្សេងនៅក្នុងរោងសំណាញ់នៅក្នុងមានពពកសាឡាតពពកស្ពៃតឿអញ្ចឹងណាបាទអញ្ចឹងសកម្មភាពពួកគាត់ជាគោលដែលយើងសង្កេតឃើញមានជួយគ្នាស្រោះដៃបាទពួកគាត់នេះជានិស្សិតឆ្នាំទី1បាទគាត់ចូលមកសិក្សាដំបូងក៏ស្ថិតនៅក្នុងឆមាសទី2បាទអញ្ចឹងគាត់កន្លងមកគាត់ធ្លាប់បានដាំអនុវត្តដាំតសក់ផ្អែមបាទបដបផ្សិតហើយលើកនេះគឺឲ្យគាត់សាក់លបងដាំពពកស្ពៃបាទពពកស្ពៃបន្លែស្លឹកនៅក្នុងរោងសំណាញ់អញ្ចឹងសកម្មភាពពួកគាត់ទាំងអស់នេះគឺគាត់មកពីស្រុកកំណើតរបស់គាត់មកពីកន្លែងផ្សេងគ្នាអ្នកខ្លះក៏មកពីខេត្តកញ្ចេះបាទអ្នកខ្លះទៀតក៏នៅតំបន់ខាងកំពង់ឆ្នាំងអ្នកខ្លះទៀតក៏នៅក្នុងខេត្តកំពង់ស្ពឺចិត្តនេះដែរបាទសិស្សានុសិស្សទាំងអស់ក៏គាត់និយាយរួមមានភាពសប្បាយរីករាយទៅលើសកម្មភាពដែលគាត់កំពុងអនុវត្តបាទអញ្ចឹងគឺយើងមិនត្រឹមតែរៀននៅក្នុងថ្នាក់ទេការស្រាវជ្រាវនៅក្នុងចំការនៅក្នុងទីវាលក៏មានដែរបាទតែរូបភាពនេះជាវីដេអូដែលយើងបង្ហាញនៅក្នុងទស្សនវិជ្ជារោងសណ្ដែកហើយសណ្ដែកដែលយើងដាក់ផ្លាកដាក់អីនេះគឺជាពូជសណ្ដែកថ្មីដែលយើងបានធ្វើការអភិវឌ្ឍពូជថ្មីដែលស្រាវជ្រាវឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាលាវិទ្យាស្ថានរបស់យើងបាទជាមួយនឹងសិស្សនិស្សិតពីមួយចំនួនទៅមួយចំនួនរហូតយើងទទួលបានពូជថ្មីយកមកតេស្តសាកល្បងបាទនៅក្នុងរោងនេះបាទជាមួយគ្នានេះដែរយើងក៏បានទទួលការសហការជាមួយក្រុមហ៊ុនគ្រាប់ពូជបាទគ្រាប់ពូជដែលគាត់គាំទ្រទៅលើសមិទ្ធផលស្រាវជ្រាវរបស់និស្សិតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺបាទជាពិសេសទៅលើជំនាញវិទ្យាសាស្ត្រដំណាំដែលបានផ្ដល់ថវិកាសម្រាប់ស្រាវជ្រាវគម្រោងទៅលើការអភិវឌ្ឍពូជយើងធ្វើមានទាំងពូជសណ្ដែកពូជពោតបាទពូជពោតនេះក៏យើងមានដែរហើយយើងធ្វើមក2ទៅ3ឆ្នាំដែរហើយលើកនេះក៏យើងបានសាក់លបងតេស្តពូជកូនប្រកាសថ្មីធៀបជាមួយនឹងពូជទីផ្សារបាទសិស្សសឹងតែជាស្នាដៃស្រាវជ្រាវក៏ដូចជាការអនុវត្តរបស់និស្សិតជំនាញវិទ្យាសាស្ត្រដំណាំបាទជាពួកដោយសារពួកគាត់គឺជាយុវជនជំនាន់ក្រោយយើងត្រូវការបណ្ដុះបណ្ដាលពួកគាត់ឲ្យស្រឡាញ់ទៅលើវិស័យកសិកម្មហើយអាចអនាគតជួយដល់កសិករបាន